បាទគ្រប់នឹងជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលេងហ្គេមនៅក្នុង Roblox ទៀតហើយថ្ងៃនេះបងដែរហ្គេមហ្នឹងគឺគេតម្រូវឲ្យយើងហ្នឹងទាត់ប្រអប់មួយប្រអប់ហ្នឹងគឺមានកីឡាករល្បីៗដូចជាដូមេស៊ីណេម៉ាអីជាដើមអញ្ចឹងបងប្អូនហើយបន្ទាប់ពីយើងទាត់ប្រអប់នោះមកពេលយើងឃើញមានកាយកីឡាករអញ្ចឹងយើងត្រូវរត់ចូលទៅយកអញ្ចឹងបងប្អូនហើយទន្ទឹមនឹងការរត់ចូលទៅយកប្រអប់ហ្នឹងគឺយើងត្រូវគេចចេញពីព្យុះអញ្ចឹងបងប្អូនគេហៅថាព្យុះស៊ូណាមិកបើសិនយើងរត់មិនទាន់ទេអញ្ចឹងមានថាព្យុះហ្នឹងគឺបោកជើងទៅកន្លែងផ្សេងហើយឬមួយក៏ធ្វើឲ្យយើងអាចស្លាប់បានអញ្ចឹងបងប្អូនហើយហ្គេមហ្នឹងគឺនឹងចាញ់ដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងតាក់ទងនឹងហ្គេមនេះគឺខ្ញុំលេងបានដូចជា2-3ថ្ងៃហ្នឹងបងប្អូនហើយកីឡាករក៏ខ្ញុំប្រមូលបានច្រើនដែរអញ្ចឹងបងប្អូនហើយបន្ទាប់ពីប្រមូលលុយដែលខ្ញុំបានដាក់លក់កីឡាករដែលប្រមូលបានហ្នឹងគឺខ្ញុំយកទៅទិញអង្គាសម្រាប់លើកកម្លាំងយើងអញ្ចឹងបងប្អូនអញ្ចឹងកន្លែងហាត់ប្រាណហ្នឹងបើសិនជាយើងកម្លាំងយើងកាន់តែខ្លាំងអញ្ចឹងយើងអាចទាត់បានកាន់តែឆ្ងាយទាត់បានកាន់តែឆ្ងាយអញ្ចឹងកីឡាករក៏យើងអាចប្រមូលបានកីឡាករ3កីឡាករខ្លាំងអីចឹងដែរអញ្ចឹងបងប្អូនឥឡូវខ្ញុំកំពុងតែហាត់ប្រាណសិនអញ្ចឹងបងប្អូនហាត់ប្រាណយកកម្លាំងសិនឥឡូវហាត់បាន2-3វិនាទីសិនឥឡូវខ្ញុំបានហាត់ប្រាណរួចហើយអញ្ចឹងខ្ញុំដើរទៅមើលកន្លែងកីឡាករខ្ញុំសិនហើយកន្លែងនេះគឺសិតសឹងតែជាកន្លែងដែលខ្ញុំសម្រាប់រៀបដាក់កីឡាករដែលខ្ញុំប្រមូលបានអញ្ចឹងបងប្អូនពេលដែលទាត់ប្រអប់នឹងមួយអញ្ចឹងយើងត្រូវប្រមូលកីឡាករយកមកដាក់នៅកន្លែងហ្នឹងឯងអញ្ចឹងបងប្អូនហើយនេះសិតតែ station យើងសម្រាប់ដាក់កីឡាករហើយយើងដាក់អញ្ចឹងទៅដល់ពេលមានគេមកទិញអញ្ចឹងយើងលក់កីឡាករហ្នឹងទៅបានចំណូលបានលុយអញ្ចឹងយើងយកទៅតម្លើង speed ស្បែកជើងយើងតម្លើងកម្លាំងយើងវិញអញ្ចឹងបងប្អូនអញ្ចឹងទៅធ្វើយើងទាត់បានឆ្ងាយហើយរត់បានលឿនឥឡូវយើងចាប់ផ្ដើមទាត់ហើយនេះប្រអប់ដែលយើងត្រូវទាត់អញ្ចឹងបងប្អូនជាងទាត់ទៅហើយទៅបានកីឡាកររូណាជាងចាំមើលផ្លេអញ្ចឹងយើងមើលតអគ្នាទៅបានកីឡាកររូណាចំកីឡាកររូណានេះបងប្អូនអញ្ចឹងនេះព្យុះនោះបងប្អូនអញ្ចឹងបើយើងរត់ទេគឺព្យុះនឹងគួចយើងទៅហើយអញ្ចឹងយើងរត់ត្រូវតែរត់ឲ្យខ្លាំងអញ្ចឹងយើងយកកីឡាករហ្នឹងយកមកដាក់ station យើងមកសម្រាប់យើងលក់អញ្ចឹងបងប្អូនអញ្ចឹងយើងឡើងយកទៅដាក់លើមកឥឡូវចាំមកផ្លេតឥឡូវយើងឡើងយកទៅដាក់លើខាងលើដាក់កន្លែងនេះហើយនោះលុយបងប្អូនឃើញលុយអត់លុយគឺបានច្រើនបើយើងអាប់ level វាកាន់តែច្រើនអញ្ចឹងកីឡាករយើងលក់បានកាន់តែថ្លៃដែរអញ្ចឹងឥឡូវយើងទៅមួយទៀតឥឡូវយើងដើរប្រមូលលុយសិនដល់លុយដែលយើងដាក់លក់កីឡាករមុនអញ្ចឹងបងប្អូនមានកណាឈោមានជូត Bellingham ជូត Bellingham គឺលក់បានថ្លៃសម្រាប់ station ខ្ញុំណាចឹងឥឡូវយើងទៅ upgrade speed សិនឥឡូវយើងទៅឡើង speed សិនទៅឡើង speed ហ្នឹងដើម្បីឲ្យយើងរត់បានកាន់តែលឿនអញ្ចឹងបងប្អូនពេលយើងចូលទៅយកកាតកីឡាករអញ្ចឹងព្យុះវាកាន់តែលឿនដែរអញ្ចឹងវាពេលស្បែកជើងយើងពេល speed យើងកាន់តែលឿនអញ្ចឹងវាអត់ងាយស្លាប់ទេយើងរត់ទាន់ស្ថានភាពអញ្ចឹងបងប្អូនឥឡូវយើង upgrade រួចហើយលើចាំបន្តិចសិនស្អីគេបងប្អូនហើយតាក់ទងនឹងហ្គេមនេះគឺល្អលេងមែនទេបងប្អូនអញ្ចឹងបងប្អូនអាចទៅលេងបាននៅក្នុង Roblox ព្រោះខ្ញុំលេងមកគឺ2ថ្ងៃហើយ2ថ្ងៃគឺថាល្អអញ្ចឹងទៅចង់ចែករំលែកបងប្អូនអរគ្នាឥឡូវមានរូបមេស៊ីមានរូបអីទាំងស្អីទេបងប្អូននេះកន្លែងនេះឥឡូវយើងទៅកន្លែងទាត់ហើយឥឡូវយើងចាប់ផ្ដើមទាត់ទៀតហើយចាំមើលថាបានកីឡាកររូបណាអញ្ចឹងបងប្អូនឥឡូវទាត់ទៅទៀតហើយចាំមើលបងប្អូនថាបានកីឡាកររូបណាចាំបន្តិចអូមិនខុនដេទៀតឥឡូវព្យុះមកហើយបងប្អូនវាដាក់ថា fast មានន័យថាលឿនអញ្ចឹងយើងរត់ត្រូវលឿនដូចវាដែរបើរត់មិនលឿនទេនឹងចប់ហើយនឹងស្លាប់ហើយអញ្ចឹងហ្គេមគឺ over ហើយឥឡូវយើងយកកាតកីឡាករដែលយើងប្រមូលបានហ្នឹងយកទៅដាក់នៅកន្លែង station យើងមកសម្រាប់លក់អញ្ចឹងខុនដេដាក់កន្លែងនេះមកអញ្ចឹងយើងទៅឡើង level វាបន្តិចមកដើម្បីឲ្យលក់បានកាន់តែថ្លៃអញ្ចឹងបងប្អូនតើកីឡាករ level កាន់តែច្រើនអញ្ចឹងយើងលក់បានកាន់តែថ្លៃដូចគ្នាចឹងអាលុយដែលលក់បានហ្នឹងគឺយើងយកទៅ up rate ដូចជា speed ដូចជាកម្លាំងដូចជារបឿនអីចឹងបងប្អូនឥឡូវចាប់ផ្ដើមទាត់មួយទៀតហើយឥឡូវតាមចង់បានកីឡាកររូបណាចាំមើលទាំងអស់គ្នាចឹងពេលថាយើងកាន់តែខ្លាំងចឹងយើងទាត់ក៏បានកាន់តែឆ្ងាយដូចគ្នាដែរបងប្អូនចឹងបានខុនដេទៀតចឹងព្យុះមកហើយចឹងយើងរត់ឲ្យលឿនបើមិនរត់ឲ្យលឿនទេគឺនឹងស្លាប់ហើយណាចឹងយើងធ្វើយ៉ាងណារត់ឲ្យលឿនដល់ station យើងទៅដល់កន្លែងយើងចឹងបានខុនដេ2ហើយចឹងយកទៅដាក់នៅក
កន្លែងលក់យើងសិនដាក់ជន់លើបដ ாய் ដែរឥឡូវដាក់កន្លែងនេះបដ ாய் ដែរតឡើង level វិញតិចមកដើម្បីឲ្យលក់បានកាន់តែច្រើនហើយបានលុយកាន់តែច្រើនដូចគ្នាដែរអញ្ចឹងបងប្អូនឥឡូវយើងប្រមូលលុយសិនប្រមូលលុយដែលយើងលក់បានអញ្ចឹងលក់កន្លងកមុនដែលយើងប្រមូលបានអញ្ចឹងឈូត Bellingham គឺលក់បានថ្លៃជាងគេដោយសារតែគាត់ជាកន្លងកល្បីក៏ដូចជាមាន level ខ្ពស់អញ្ចឹងបងប្អូនអញ្ចឹងបើសិនយើងរកលុយប្រមូលកាក់បានច្រើនអញ្ចឹងយើងអាចទិញកន្លងកល្អៗបានកន្លែងនេះឥឡូវនេះគេអត់ទាន់ឲ្យទិញទេអញ្ចឹងកន្លែងនេះកន្លែងអីគេនេះចំកន្លែងអីហ្នឹងអូកន្លែងហាត់ប្រាណកន្លែងនេះអញ្ចឹងហាត់ប្រាណសិនមកហាត់ប្រាណដើម្បីឲ្យកម្លាំងខ្លាំងចឹងយើងហាត់បាន2-3 វិនាទីសិនមកដើម្បីឲ្យកម្លាំងរបស់យើងអាចទាត់បានឆ្ងាយហើយនឹងរត់បានលឿនអញ្ចឹងបងប្អូនចឹងកន្លែងហាត់ប្រាណនេះបើសិនជាយើងរត់ហាត់កាន់តែខ្លាំងកម្លាំងជើងយើងក៏បានទាត់បានកាន់តែឆ្ងាយដូចគ្នាដែរអញ្ចឹងបងប្អូនហើយមួយទៀតបើសិនយើងមានលុយច្រើនយើងទៅឡើង speed យើងតិចមកដើម្បីយើងរត់បានកាន់តែច្រើនអញ្ចឹងបងប្អូនអត់ងាយហត់ហើយនឹងរត់បានកាន់តែលឿនជាងមុនទៀតឥឡូវបានប្រមូលកន្លងកបានមួយទៀតហើយហើយកន្លងកអីគេនេះអត់ស្គាល់ទេអញ្ចឹងអត់បាក់ដាក់យកទៅលក់ទេនាំតែខាតពេលវេលាអញ្ចឹងយើងដើរមើលតិចមកដើរមើលកន្លែងនេះតិចមកនេះស្អីគេនេះ free or revert ឥឡូវយើងដើរទៅទាត់ទៀតឥឡូវទាត់ទៀតមកបានថាបានកន្លងករូបណាបងប្អូនឥឡូវចាំមើលទាំងអស់គ្នាចាំមើលទាំងអស់គ្នាទៅកន្លងករូបណាអូចាំមកមូស៊ីឡាអញ្ចឹងយើងរត់តែរត់មិនទាន់គឺព្យុះនឹងមកទៀតហើយព្យុះនេះដូចតាមយើងដល់ហើយតែយើងបានកន្លងករាំងខ្លាំងតែព្យុះនឹងគួចតែយើងចប់ហើយអញ្ចឹងយើងទៅទាត់ទៀតយ៉ាណាពីអាលី7ជាតិសៀមទៀតចាំទិញបងប្អូនទៅបានកន្លងករូបណាអូចាំមកមូស៊ីឡាទៀតបងប្អូនអញ្ចឹងសរុបទាំងអស់3ហើយ station ខ្ញុំបានចាំមកមូស៊ីឡាទាំង3បណ្ដោយអញ្ចឹងអត់ទាន់ដាក់ទេព្រោះយើងមាន3ហើយអញ្ចឹងយើងប្រមូលលុយសិនប្រមូលលុយដែលកន្លងកចាស់ដែលយើងបានលក់ហ្នឹងបងប្អូនអញ្ចឹងហ្គេមនេះគឺអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងបងប្អូនmission របស់វាគឺតម្រូវឲ្យយើងទាត់ប្រអប់បើកន្លងកអញ្ចឹងបងប្អូនបើសិនយើងទាត់បានកាន់តែឆ្ងាយអញ្ចឹងយើងបានកន្លងកកាន់តែល្អដែរអញ្ចឹងបងប្អូនហើយទន្ទឹមនឹងបាននោះគឺយើងយកមកដាក់លក់នៅក្នុង station របស់យើងដើម្បីយកលុយហ្នឹងទៅ upgrade ដូចជាកម្លាំងដូចជា level ដូចជាការរត់អញ្ចឹងបងប្អូនរត់ឲ្យបានលឿនអញ្ចឹងយើងបើកកន្លងកបានកាន់តែល្អអញ្ចឹងយើងដាក់លក់ក៏បានកាន់តែថ្លៃដូចគ្នាដែរអញ្ចឹងបងប្អូនអញ្ចឹងเกมហ្នឹងគឺចប់ត្រឹមនឹងឯងខ្ញុំផ្អាកលេងសិនអញ្ចឹងចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចចុច Subscribe Channel នេះម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូเกมថ្មីៗបន្តទៀតអញ្ចឹងបងប្អូនអញ្ចឹងសូមអរគុណបងប្អូនជម្រាបលាទាំងអស់គ្នា